Here, I've written it down. Thank you, I will keep it safe. Can I see? Of course. ក្នុងសម័យដ៏តានតឹងនៃរបបខ្មែរក្រហមខ្ញុំនិងម្ដាយត្រូវបានគេហៅទៅសួរសំណួរបរិយាកាសពេលនោះស្ងប់ស្ងាត់តែពោរពេញដោយការភ័យខ្លាចពួកគេអង្គុយមើលយើងយ៉ាងមុងមាត់មុននិងចាប់ផ្ដើមសួរវាសួរម្ដាយខ្ញុំមុនគេថាមីងមានកូនប៉ុន្មាននាក់ម្ដាយខ្ញុំឆ្លើយដោយសំឡេងស្រាលៗថាខ្ញុំមានកូន2នាក់វាមិនឈប់សួរទេវាសួរបន្តទៀតថាមានកូនប្រុសប៉ុន្មានកូនស្រីប៉ុន្មានម្ដាយឆ្លើយថាខ្ញុំមានតែកូនប្រុស2នាក់ប៉ុណ្ណោះបន្ទាប់មកវាសួរអំពីដើមកំណើតរបស់ម្ដាយមីងកើតនៅស្រុកណាខេត្តណាម្ដាយឆ្លើយថាខ្ញុំកើតនៅភូមិត្រពេញជោងស្រុកបាត់កានខេត្តពោធិ៍សាត់ពួកវាបន្តសួរអំពីមុខរបរម្ដាយប្រាប់ថាគាត់ធ្វើស្រែចម្ការដើម្បីចិញ្ចឹមកូនកាលពីមុនពេលគ្រួសារនៅជុំគ្នាគ្រប់គ្នាក៏ធ្វើស្រែចម្ការដូចគ្នាប៉ុន្តែពេលវាសួរថាឥឡូវនេះគ្រួសារមីងនៅជុំគ្នាទេម្ដាយឆ្លើយដោយសំឡេងពោរពេញដោយទុក្ខថាអត់ទេយើងបែកគ្នាយូរឆ្នាំមកហើយវាសួរថាម្ដាយមករស់នៅឃុំអន្លង់វែងនិងស្វាយជ្រុំបានប៉ុន្មានឆ្នាំហើយម្ដាយឆ្លើយថាគាត់រស់នៅទីនោះប្រហែល5ឆ្នាំហើយរកស៊ីដាំបន្លែបន្តិចបន្តួចដើម្បីរស់នៅពួកវានៅតែបន្តសួរមិនឈប់សោះវាចង់ដឹងថាគ្រួសាររបស់ម្ដាយឥឡូវនេះនៅទីណានិងធ្វើអ្វីម្ដាយអាចតែឆ្លើយត្រង់ថាខ្ញុំមិនដឹងទេព្រោះយើងបែកគ្នាយូរឆ្នាំមកហើយពួកវាសួរថាម្ដាយធ្លាប់ធ្វើការងារផ្សេងក្រៅពីដាំបន្លែដែរឬទេម្ដាយឆ្លើយថាអត់ទេបន្ទាប់មកវាសួរថាម្ដាយដឹងដែរឬទេថាស្រុកបានសន្តិភាពហើយម្ដាយគ្រាន់តែឆ្លើយថាចាស់អរគុណខ្ញុំបានលើដូចនេះដែរចុងក្រោយពួកវាបានប្រាប់អំពីមីគាបដិវត្តពួកវាប្រាប់ថាមីគានេះហាមមិនឲ្យច្រៀងបទចម្រៀងពីសង្គមចាស់ឡើយហើយអ្វីៗទាំងអស់នៅទីនោះគឺជាកម្មសិទ្ធិរបស់អង្គការពេលស្ដាប់ពួកវានិយាយខ្ញុំនិងម្ដាយគ្រាន់តែអង្គុយស្ងៀមមិនហ៊ាននិយាយអ្វីច្រើនទេនៅក្នុងចិត្តយើងមានតែការព្រួយបារម្ភនិងការភ័យខ្លាចថាមិនដឹងថាថ្ងៃស្អែកនឹងមានអ្វីកើតឡើងទៀតឡើយ